អ៊ីស្រាអែលបានសហការជាមួយសហរដ្ឋអាមេរិកបាត់ប្រតិបត្តិការហើយអ៊ីរ៉ង់ត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប៉ុន្តែប្រទេសទាំងពីរនៅតែបន្តការវាយប្រហារជាបន្តបន្ទាប់សហរដ្ឋអាមេរិកបានប្រើការវាយប្រហារពីនាវាផ្ទុកយន្តហោះចម្បាំងចំនួន2គ្រឿងដោយបញ្ចេញរលករំខានប្រព័ន្ធការពារអាកាសរបស់អ៊ីរ៉ង់បញ្ជូនសញ្ញាពីនាវាផ្ទុកយន្តហោះហើយបន្ទាប់មកវាយប្រហារដោយយន្តហោះពីទិសទាំងពីរផ្នែកអ៊ីស្រាអែលក៏បានប្រើយន្តហោះវាយប្រហារគោលដៅសំខាន់នៅតំបន់ផ្សេងរួមទាំងតំបន់ភាគខាងត្បូងផងដែរសហរដ្ឋអាមេរិកបានផ្លាស់ប្តូរយុទ្ធសាស្ត្រវាយប្រហារពីការបញ្ជូនយន្តហោះជាក្រុមធំចូលវាយប្រហារទៅជាបញ្ជូនម្ដងតែ1ឬ2គ្រឿងវាយប្រហាររៀងរាល់1ម៉ោងម្ដងយុទ្ធសាស្ត្រនេះត្រូវបានហៅថាប្រតិបត្តិការតបតបសញ្ញាដោយភ្ជាប់ប្រព័ន្ធនាវាផ្ទុកយន្តហោះទាំង2គ្រឿងចូលគ្នានាវាទី1 USS Abraham Lincoln ទទួលខុសត្រូវចាប់ពីពាក់កណ្ដាលអាធ្រាត្រដល់ថ្ងៃត្រង់បញ្ចេញយន្តហោះរៀងរាល់1ម៉ោងដែលប្រើប្រព័ន្ធ Catapult បន្ទាប់ពីថ្ងៃត្រង់នាវានេះនាំយន្តហោះត្រឡប់មកបំពេញប្រេងនិងបំពាក់អាវុធហើយបន្តការទៅឲ្យនាវា USS Gerald R. Ford ទទួលខុសត្រូវចាប់ពីថ្ងៃត្រង់ដល់ពាក់កណ្ដាលអាធ្រាត្រនាវា Ford ប្រើប្រព័ន្ធ EMALS ដែលអាចបញ្ចេញយន្តហោះបានលឿនជាងនិងមានចំនួនយន្តហោះច្រើនជាងដូច្នេះខ្លះអាចបញ្ចេញបានដល់3គ្រឿងក្នុង1ម៉ោងដូចគ្នានឹង USS Lincoln ផងដែរនាវាទាំងពីរគ្រឿងបានធ្វើបែបនេះជាបន្តបន្ទាប់ធ្វើឲ្យអាកាសយានលើប្រទេសអ៊ីរ៉ង់មានយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកហោះហើរជាប់គ្នា24ម៉ោងព្រមទាំងបន្តរហូតដល់អ៊ីរ៉ង់ចាប់ផ្ដើមអន់ខ្សោយហើយបន្ទាប់មកទើបបញ្ចេញយន្តហោះទម្លាក់គ្រាប់បែកវាយប្រហារតាមផែនការបន្ទាប់